សម្រាប់ប៊ូតុងដំបូងគឺប៊ូតុងបិទបើកអញ្ចឹងអ្នកទាំងនេះចុចមួយបិទចុចមួយបើកអញ្ចឹងណាហើយសម្រាប់ប៊ូតុងបន្ទាប់នេះគឺប៊ូតុងជ្រើសរើសមុខងារចុចមួយយើងពីបដូរមុខងារមើលអេក្រង់នៅខាងលើអានេះប៊ូតុងកំណត់សីតុណ្ហភាពយើងចង់បានសីតុណ្ហភាព80 90ឬក៏40អីយើងអាចចុចទៅឡើងវាដល់ខ្ពស់ហើយវានឹងចុះមកវិញហើយមុខងារបន្ទាប់នេះគឺមុខងារសម្រាប់យើងចាក់ទឹកបានន័យថាអ្នកទាំងអស់គ្នាអាចកំណត់នីតិចាក់ទឹកបានហើយប៊ូតុងនេះគឺប៊ូតុងចាក់សោនៅពេលដែលលោតក្រហមហ្នឹងគឺយើងចុចចាក់ទឹកអត់បានទេតោះយើងចុចមួយវានឹងបើកហើយយើងចុចមួយទៀតវានឹងហូរទឹកហើយអញ្ចឹងយើងកំណត់5វិនាទីវាហូរទឹកអស់នាទីវានឹងបិទទៅខ្លួនឯងតែកណ្ដាលនាទីហ្នឹងយើងចុចប៊ូតុងមួយនេះម្សាទៀតមកយើងចុចម្សាទៀតវាមាន5 10 15 20 30 40អញ្ចឹងយើងចង់ឲ្យមួយនាទីវាលោតបិទវាចុចទៅតាមនឹងអញ្ចឹងណាអញ្ចឹងពេលដែលទឹកហូរហ្នឹងវាចាប់ផ្ដើមកំណត់នាទីហើយតែបើយើងចង់ចុចបិទនៅនាទីណាមួយយើងគ្រាន់តែប៉ះប៊ូតុងហុកសោហ្នឹងទៅនេះមុខងារទី1គឺមុខងារដាំទឹកពុះហើយរក្សាកម្ដៅថេរមុខងារទី2រក្សាកម្ដៅថេរដល់មិនបាច់មានទឹកពុះអីទេយើងចុច45វានៅ45ហ្នឹងមកគឺអត់ឡើង100ទេមុខងារទី3នេះគឺដាំទឹកពុះហើយអត់មានរក្សាកម្ដៅថេរទេទឹកពុះហើយចប់គឺវាបិទម៉ាស៊ីនហ្មងអញ្ចឹងហើយសម្រាប់ម៉ាក់ដែលគាត់គិតថាអត់ចង់ញ៉ៃទេចង់តែរក្សាកម្ដៅថេរទៅបើកម៉ាស៊ីននឹងមកយកមុខងារទី1ឲ្យទឹកពុះហើយចុះមករក្សាកម្ដៅ40ឬ50ដែរអ្នកទាំងអស់នេះចង់បានឥឡូវយើងចុចយកត្រឹម50អញ្ចឹងតិចទៀតទឹកនឹងវានឹងពុះឡើង100ហើយវានឹងត្រជាក់មកត្រឹម50អញ្ចឹងវានឹងថេរប៉ុណ្ណឹងរហូតវាចុះក្រោមទៀតទេហើយប៊ូតុងបន្ទាប់គឺប៊ូតុងចុចបិទយើងចុច3 second ទៅវានឹងបិទហើយ